អូខេសួស្តីគ្នាយើងក្នុងវីដេអូហ្នឹងយើងនឹងរៀនអំពីការប្រើប្រាស់ Git ដើម្បីគ្រប់គ្រងបច្ចេករបស់យើងអញ្ចឹងដំបូងឡើយយើងត្រូវបង្កើត folder ថ្មីមួយសម្រាប់ folder ថ្មីហ្នឹងពួកយើងអាចទុកនៅកន្លែងណាក៏បាននៅក្នុង computer របស់យើងអញ្ចឹងសម្រាប់ខ្ញុំទុកនៅក្នុង desktop រួចហើយខ្ញុំបើក new folder មួយហើយខ្ញុំ git demo ហើយ project create រួចហើយយើងចូលមក VS Code របស់យើងបន្តទៀតយើង open folder ហ្នឹងមក desktop git demo project ហើយ open អូខេបន្តមកទៀតខ្ញុំបង្កើត file 3សម្រាប់យកមកតេស្តក្នុងវីដេអូហ្នឹងខ្ញុំបង្កើត file ទី1ខ្ញុំឲ្យឈ្មោះថា one.txt file ទី2ខ្ញុំឲ្យឈ្មោះថា two.txt file ទី3ឈ្មោះថា c.txt រួចហើយខ្ញុំសរសេរបន្តិចបន្តួចនៅក្នុង file ហ្នឹង one c ហើយ two អូខេបន្តមកទៀតយើងចូលមក terminal ហើយយើង new terminal ថ្មីហើយយើងប្រើ git init សម្រាប់ git init នេះគឺជា command មួយដែលបង្កើត git repository នៅក្នុងបច្ចេករបស់យើងហើយ repository ហ្នឹងគឺជាកន្លែងដែល git រក្សា history ទាំងអស់នៃបច្ចេករបស់យើងចឹងហើយ git អាចជួយឲ្យយើងតាមដានរាល់ការផ្លាស់ប្ដូរកូដនៅក្នុងបច្ចេករបស់យើងបន្ទាប់មកយើង enter មករួចហើយយើងអាចចូលមើលនៅក្នុងបច្ចេករបស់យើងនឹងឃើញ folder មួយ .git នៅក្នុងហ្នឹងអូខេបន្តមកទៀតយើងអាចប្រើ command មួយទៀតដែលអាចជួយឲ្យយើងមើលថាមានអ្វីកើតឡើងខ្លះនៅក្នុងបច្ចេករបស់យើងដោយ command នោះគឺ git status ពេលយើងប្រើ command ហ្នឹងទៅវានឹងបង្ហាញថា file ណាខ្លះដែលបានកែប្រែ file ណាខ្លះដែលមិនទាន់បានរៀបចំ commit ហើយ file ណាខ្លះ ready to commit អញ្ចឹងពេលយើងមកឃើញលើ screen របស់យើងមាន3 file ដែលមិនទាន់បាន commit អញ្ចឹងដើម្បី commit បានទីមួយយើងប្រើ git add ហើយយើងចង់ commit មួយ file យើងប្រើ git add ហើយឈ្មោះ file ដែលយើងចង់ commit ឧទាហរណ៍ខ្ញុំចង់ commit មួយ file ខ្ញុំដាក់ one.txt ហើយខ្ញុំ git status ម្ដងទៀតអញ្ចឹងវាបង្ហាញថា2 file អត់ទាន់បាន commit ហើយមួយ file ready to commit អញ្ចឹងខ្ញុំ commit ទៅឲ្យអស់ខ្ញុំប្រើ git add ហើយ space មួយហើយចុច1អញ្ចឹង command ហ្នឹងដើម្បីបង្ហាញថាដើម្បីឲ្យ commit ទៅ2 file ហ្នឹងអញ្ចឹងយើង enter មកហើយយើង git status ម្ដងទៀតអូខេអញ្ចឹងយើង ready to commit 3 file ហ្នឹងហើយអញ្ចឹងយើង commit git commit.om ហើយ message ហ្នឹងយើងចង់សរសេរអីក៏បានស៊ីសងលើឲ្យ team work របស់យើងហ្នឹងយល់សម្រាប់ខ្ញុំដាក់ first commit អូខេហើយយើង enter អញ្ចឹងយើងបាន commit ទៅ3 file រួចហើយខ្ញុំ git status ម្ដងទៀតអូខេអញ្ចឹង commit ទៅអស់ហើយអញ្ចឹងខ្ញុំចង់កែ one នេះទៅដាក់ចេះរួចហើយខ្ញុំឆែក git status ម្ដងទៀត git status ហ្នឹងប្រាប់ថាយើងបាន modify file មួយ one.txt ហើយយើងចង់ដឹងថា line ណាដែលយើងបាន modify គឺយើងប្រើ git diff អញ្ចឹងយើងប្រើ git diff ហ្នឹងដើម្បីដឹងថា line ណាដែលយើងបាន modify អញ្ចឹងវាប្រាប់ថា one នេះបាន modify ទៅ one ហើយមាន underscore ហើយលេខ1អូខេបន្តមកទៀតយើងចង់ដឹងថានរណាជាអ្នក commit មកយើងប្រើ git log ហើយ commit មកពេលណាឧទាហរណ៍ខ្ញុំចឹងមកខ្ញុំ git log ចឹងវាប្រាប់ថា author ឈ្មោះ Anet ហើយ email ជាអ្នក commit មកហើយមកម៉ោង3 2នាទីហើយ message ដែល commit មកហ្នឹងគឺ first commit git workflow សាមញ្ញទៅគឺទី1 working directory ទី2 check change ទី3 stack ទី4 commit ហើយនៅក្នុងវីដេអូយើងមាន command សំខាន់មួយចំនួនដូចជា git status មើលស្ថានភាព file git diff មើលភាពខុសគ្នានៃកូដ git add រៀបចំ file សម្រាប់ commit git commit រក្សាទុក version git log មើល commit history និងហើយជា workflow ដែល developer ប្រើរាល់ថ្ងៃអញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយ